ជំរាបសួរកាលពីអេពីសូតមុនយើងបាននិយាយគ្នាអំពីជំនាញនៃការចិញ្ចឹមបីបាច់កូនដោយវិជ្ជមានដែលដកស្រង់ចេញពីសៀវភៅ Parenting the Strong Child និពន្ធដោយ Forehand និង Long ក្នុងឆ្នាំ2010ដែលគាត់ធ្វើឡើងសម្រាប់ឪពុកម្ដាយដែលមានកូនអាយុចន្លោះពី2ឆ្នាំទៅដល់6ឆ្នាំទោះជាយ៉ាងណាក៏ដោយដោយដែលបានរៀបរាប់ខាងមុខអញ្ចឹងថាខ្ញុំក៏នៅតែមើលឃើញថាជំនាញនេះអាចប្រើប្រាស់ជាមួយនឹងកុមារដែលមានអាយុលើនឹងឬក៏កុមារផ្សេងៗទៀតផងដែរកាលពីអេពីសូតមុនយើងបានជជែកគ្នាអំពីជំនាញទី1នៃសៀវភៅមួយនេះគឺជំនាញនៃការចូលរួមប្រសិនបើអ្នកចង់ស្ដាប់ជំនាញនៃការចូលរួមនេះម្ដងទៀតលោកអ្នកអាចចូលទៅមើលនៅក្នុង playlist ឬក៏ខ្ញុំបានដាក់នៅក្នុង description ដែលមាននៅក្នុងវីដេអូមួយនេះផងដែរថ្ងៃនេះយើងនឹងបន្តទៅជាមួយគ្នានិយាយអំពីជំនាញទី2គឺជំនាញនៃការផ្ដល់រង្វាន់បន្តទៀតបាទប្រសិនបើអ្នកមិនទាន់ស្គាល់ channel នេះទេនេះគឺជា channel YouTube ជួយចិត្តដែលយើងនឹងចែករំលែកចំណេះដឹងផ្សេងៗទាក់ទងជាមួយនឹងវិទ្យាសាស្ត្រសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាអូខេតោះយើងចូលទៅដល់សាច់ក្នុងនៃជំនាញនៃការផ្ដល់រង្វាន់បន្តទៅទៀតដោយទៅដឹងហើយថាពុកម្ដាយតែងតែព្រួយបារម្ភពីអនាគតរបស់កូនដូចនេះការកសាងមូលដ្ឋានគ្រឹះសម្រាប់កូនគឺជារឿងចាំបាច់ជំនាញនៃការចិញ្ចឹមបីបាច់កូនជាវិធីសាស្ត្រមួយយ៉ាងមានប្រសិទ្ធភាពនៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឲ្យកុមារគាត់លូតលាស់ក្លាយជាមនុស្សល្អនៅក្នុងថ្ងៃអនាគតនៅពេលដែលយើងអំពីជំនាញនៃការចូលរួមគឺអ្នកដែលជាឪពុកម្ដាយគ្រាន់តែធ្វើការពិពណ៌នានៅកម្មភាពដែលកុមារធ្វើក៏ដូចជាចូលរួមជាមួយនឹងសកម្មភាពកុមារដែលពួកគាត់មានតែប៉ុណ្ណោះវាធ្វើឡើងដើម្បីជួយកសាងនៅទំនាក់ទំនងល្អរបស់ឪពុកម្ដាយជាមួយនឹងកូនបន្ថែមទៀតហើយដើម្បីអាចកុមារដឹងថាសកម្មភាពរបស់ខ្លួនជាសកម្មភាពមួយណាដែលអាចទទួលយកបានតម្រូវឲ្យឪពុកម្ដាយត្រូវធ្វើជំនាញមួយទៀតគឺផ្ដល់រង្វាន់ទៅដល់ពួកគាត់ការផ្ដល់រង្វាន់ដល់កុមារគឺធ្វើឡើងសម្រាប់សកម្មភាពល្អៗទាំងឡាយដែលកូនបានធ្វើហើយមិនមែនមានន័យថាឪពុកម្ដាយត្រូវបញ្ឈប់នៅសកម្មភាពនៃការចូលរួមជាមួយនឹងកុមារនោះទេការផ្ដល់រង្វាន់ជាការបំពេញបន្ថែមទៀតទៅលើសកម្មភាពដែលបានចូលរួមរួចហើយជាមួយនឹងកុមារមានអ្វីៗជាច្រើនដែលអាចចាត់ទុកថាជាការផ្ដល់រង្វាន់សម្រាប់កុមារដូចជាការនិយាយសរសើរការប៉ះពាល់នៅខាងរាងកាយដូចជាអោបអង្អែលថើបលើកមេដៃឲ្យជាដើមការអនុញ្ញាតឲ្យកុមារធ្វើសកម្មភាពដែលគាត់ចូលចិត្តឬក៏ទទួលបានរបស់លេងណាមួយក៏ត្រូវចាត់ទុកថាជាការផ្ដល់រង្វាន់ផងដែរការផ្ដល់រង្វាន់មិនមែនមានន័យថាត្រូវតែឲ្យវត្ថុមានតម្លៃដល់កុមារនោះទេការផ្ដល់នូវការទះស្មាថ្នមឬក៏ប៉ះក្បាលកូនក៏មានតម្លៃណាស់សម្រាប់កុមារផ្ទាល់ផងដែរអ្វីដែលសំខាន់គឺជារបស់មួយដែលកុមារចង់បានឬក៏ចូលចិត្តសកម្មភាពណាមួយដែលកូនចូលចិត្តដូចជាលេងបាល់រត់លេងនៅខាងក្រៅផ្ទះជាដើមអាចចាត់ទុកថាជារង្វាន់ផ្ដល់ដល់កូនផងដែរប្រសិនបើជាសកម្មភាពមួយដែលអាចជួយកូនឬក៏ធ្វើឲ្យគាត់មានអារម្មណ៍រីករាយបានអ្នកជាឪពុកម្ដាយត្រូវចាំថាការផ្ដល់រង្វាន់នេះគឺអាចធ្វើទៅបានដរាបណាកូនរបស់អ្នកធ្វើសកម្មភាពជាក់លាក់មួយជាមុនសិនដូចជាគាត់បានរៀបចំតុក្កតារបស់គាត់ទុកបន្ទាប់ពីគាត់បានលេងរួចហើយឬក៏បានរៀបចំបន្ទប់គេងរបស់ខ្លួនបន្ទាប់ពីក្រោកពីគេងរួចការផ្ដល់រង្វាន់មិនថាក្នុងរូបភាពបែបណានោះទេវានឹងជួយជំរុញឲ្យកុមារនៅបន្តសកម្មភាពល្អៗដែលគាត់កំពុងមានហើយបន្តធ្វើនៅសកម្មភាពទាំងអស់នោះបន្តទៀតបាទចឹងមុនបន្តនិយាយអំពីជំនាញនៃការផ្ដល់រង្វាន់បន្តទៀតសូមលោកអ្នកមេត្តាជួយចុច like មួយផងហើយបើសិនជាចូលចិត្តវីដេអូប្រភេទនេះសូមជួយចុច subscribe មួយផងដែរជាពិសេសខ្ញុំក៏ចង់ឮពីមតិយោបល់ឬក៏បទពិសោធន៍នៃការចិញ្ចឹមបីបាច់កូនរបស់លោកអ្នកដែលអាចចែករំលែកបន្ថែមទៀតនៅក្នុង comment ដើម្បីយើងរួមចំណែកជាចំណេះដឹងជាមួយគ្នាផងដែរតោះអញ្ចឹងយើងមកជជែកបន្ថែមទៀតជាមួយនឹងជំនាញនៃការផ្ដល់រង្វាន់អញ្ចឹងជំនាញនៃការផ្ដល់រង្វាន់គឺយើងសំដៅទៅលើការដែលផ្ដល់វត្ថុទាំងឡាយណាដែលកុមារចូលចិត្តទៅឲ្យគាត់ដូចនេះតើអ្នកជាឪពុកម្ដាយដឹងថាកូនរបស់លោកអ្នកចូលចិត្តធ្វើអ្វីខ្លះដែរឬទេប្រសិនបើលោកអ្នកបានប្រើប្រាស់ជំនាញនៃការចូលរួមច្រើនជាមួយនឹងកូនរបស់ខ្លួនលោកអ្នកនឹងសង្កេតដឹងអំពីការចូលចិត្តរបស់កូនខ្លួនតែបើសិនជាលោកអ្នកមិនដឹងថាកូនខ្លួនចូលចិត្តអីនោះទេលោកអ្នកក៏អាចសាកសួរគាត់ដោយផ្ទាល់ផងដែរហើយមានពេលខ្លះគាត់ក៏ធ្លាប់និយាយអំពីសកម្មភាពណាមួយដែលគាត់ធ្លាប់ចូលចិត្តធ្វើពីមុនឬក៏របស់អីដែលគាត់ចាប់អារម្មណ៍ដែលអាចធ្វើជារង្វាន់ដល់គាត់ផងដែរដូចនេះហើយម្ដងទៀតជំនាញនៃការចូលរួមសំខាន់ណាស់
ពីព្រោះថាវាមិនត្រឹមតែជួយឲ្យឪពុកម្ដាយមានទំនាក់ទំនងល្អជាមួយនឹងកូនទេអ្នកជាឪពុកម្ដាយក៏យល់ពីកូនកាន់តែច្បាស់ជាងមុនអំពីអ្វីដែលជារង្វាន់ដែលអាចផ្ដល់ឲ្យគាត់កាន់តែប្រសើរឡើងផងដែរប្រសិនបើលោកអ្នកជាឪពុកម្ដាយចង់ឲ្យរង្វាន់ជាវត្ថុណាមួយដូចជាតុក្កតាឬក៏របស់លេងដែលគាត់ចូលចិត្តលោកអ្នកអាចប្រើជាការលើកទឹកចិត្តជាពិសេសនៅពេលដែលលោកអ្នកចង់បង្រៀនពួកគាត់ឲ្យដឹងអំពីទម្លាប់ល្អថ្មីណាមួយតែទោះជាណាក៏ដោយការផ្ដល់រង្វាន់ដែលល្អប្រសើរបំផុតគឺមានជាការនិយាយសរសើរការលើកដៃសរសើរគាត់ដែលទាំងអស់នេះផ្ដល់ជារង្វាន់ដល់គាត់ច្រើនមែនទែនសូមចាំថាផ្ដល់រង្វាន់ជាវត្ថុដល់កុមារតែមួយមុខមិនអាចជួយឲ្យគាត់មានការផ្លាស់ប្ដូរជាវិជ្ជមាននោះទេការផ្ដល់រង្វាន់ជាការចំណាយពេលការសរសើរការយកចិត្តទុកដាក់ជាមួយនឹងគាត់គឺជារង្វាន់ល្អបំផុតសម្រាប់កុមារជាពិសេសសម្រាប់កូនរបស់យើងមានឪពុកម្ដាយខ្លះមានក្តីកង្វល់ថាតើកូនរបស់ខ្លួនធ្វើសកម្មភាពទាំងឡាយគឺអាស្រ័យទាល់តែគាត់ទទួលបានរង្វាន់តើមែនទេបើតាមពិតទៅការផ្ដល់រង្វាន់មិនមែនធ្វើឲ្យកុមារបាត់បង់កម្លាំងជំរុញចិត្តដែលចេញពីខាងក្នុងនោះទេផ្ទុយទៅវិញការផ្ដល់រង្វាន់នឹងជួយឲ្យពួកគេជំរុញទឹកចិត្តកាន់តែខ្លាំងឡើងក្នុងការធ្វើសកម្មភាពល្អផ្សេងៗថែមទៀតផងហើយសូមចាំថានៅពេលដែលកុមារគាត់បានចេះទម្លាប់ណាមួយក្នុងការធ្វើអ្វីជាក់លាក់ហើយបើទោះបីជាឪពុកម្ដាយមិនបានផ្ដល់រង្វាន់ដល់គាត់ដូចជាការសរសើរការប៉ះពាល់លើរាងកាយឬក៏ការកត់ដូរក៏ដោយក៏កុមារនៅតែបន្តធ្វើសកម្មភាពនោះបន្តទៅទៀតផងដែរបាទក្រៅពីក្តីកង្វល់ដែលខ្លាចកុមារនៅក្នុងការធ្វើសកម្មភាពណាមួយទាល់តែទទួលបានរង្វាន់នោះមានឪពុកម្ដាយខ្លះធ្លាប់ជួបបទពិសោធន៍ក្នុងការដែលបរាជ័យក្នុងការប្រើប្រាស់រង្វាន់ជាការលើកទឹកចិត្តឲ្យបានមានប្រសិទ្ធភាពប្រកាសណាស់ថាបើសិនជាឪពុកម្ដាយមិនបានប្រើប្រាស់វិធីក្នុងការផ្ដល់រង្វាន់ឲ្យត្រឹមត្រូវនោះទេលទ្ធផលដែលអ្នកទទួលបាននឹងមិនជាទីគួរប្រសើរនោះទេអញ្ចឹងតើគួរផ្ដល់រង្វាន់ឲ្យមានប្រសិទ្ធភាពតាមរបៀបណាទៅដើម្បីផ្ដល់រង្វាន់ឲ្យមានប្រសិទ្ធភាពអ្នកជាឪពុកម្ដាយត្រូវគោរពនៅគោលការណ៍4ជាមុនសិនដែលគោលការណ៍ទាំង4នោះរួមមានទី1ពិពណ៌នាឲ្យបានច្បាស់អំពីសកម្មភាពដែលគាត់បានធ្វើល្អទី2ធ្វើការផ្ដល់រង្វាន់ភ្លាមៗនៅពេលដែលកុមារគាត់ធ្វើសកម្មភាពដែលបានល្អទី3នៅពេលដែលគាត់ធ្វើសកម្មភាពល្អប្រសើរទោះបីជាតូចក៏ដោយក៏គួរតែផ្ដល់ការលើកទឹកចិត្តដល់គាត់ផងដែរទី4លើកទឹកចិត្តតែសកម្មភាពណាដែលគាត់ធ្វើល្អប៉ុណ្ណោះមិនមែនគ្រប់សកម្មភាពត្រូវតែធ្វើការផ្ដល់រង្វាន់ឬក៏សរសើរគាត់នោះទេឥឡូវនេះលោកអ្នកដឹងអំពីគោលការណ៍ទាំង4ឥឡូវយើងមកជជែកអំពីគោលការណ៍នីមួយៗឲ្យលម្អិតបន្ថែមទៀតផងដែរដោយគោលការណ៍ទី1គឺយើងត្រូវពិពណ៌នាអំពីសកម្មភាពល្អៗរបស់កុមារដូចនេះអ្នកឪពុកម្ដាយត្រូវតែនិយាយឧទាហរណ៍ដូចជាកូនធ្វើបានល្អណាស់បន្ទាប់ពីកូនលេងរួចហើយកូនចេះរៀបចំទុកដាក់វិញកូនធ្វើបានល្អមែនទែនការធ្វើបែបនេះមិនត្រឹមតែជាការលើកទឹកចិត្តដល់កុមារប៉ុណ្ណោះនោះទេនេះក៏ជាពេលវេលាល្អមួយដែលឲ្យកុមារតូចគាត់ដឹងថាតើសកម្មភាពអ្វីដែលល្អឪពុកម្ដាយចង់ឲ្យគាត់ធ្វើថែមទៀតផងលោកអ្នកអាចសង្កេតឃើញចានតែច្បាស់អំពីការរួមបញ្ចូលគ្នានៃជំនាញនៃការចូលរួមនិងជំនាញនៃការផ្ដល់រង្វាន់ដល់កុមារក្នុងពេលតែមួយដោយយើងធ្វើការពិពណ៌នាហើយនឹងសរសើរគាត់ទៅសកម្មភាពល្អរបស់គាត់ក្នុងពេលតែមួយដូចនេះការប្រើប្រាស់ជំនាញទាំងពីរក្នុងពេលតែមួយពិតជាធ្វើឲ្យការផ្ដល់រង្វាន់របស់អ្នកដែលជាអាណាព្យាបាលកាន់តែមានប្រសិទ្ធភាពតោះយើងមកជជែកគ្នាអំពីគោលការណ៍ទី2វិញការផ្ដល់រង្វាន់ចាំបាច់ត្រូវតែធ្វើភ្លាមៗដូចនេះនៅពេលដែលកុមារធ្វើអ្វីមួយបានល្អសូមកុំទុកចាំយូរឲ្យប្អូនអីយើងត្រូវតែសរសើរគាត់ភ្លាមពីព្រោះការធ្វើបែបនេះវានឹងធ្វើឲ្យគាត់ចងចាំនៅបទពិសោធន៍ដែលគាត់បានធ្វើល្អជាមួយនឹងអ្វីដែលជាពាក្យសរសើររបស់យើងបន្ថែមទៀតវានឹងក្លាយទៅជាបទពិសោធន៍វិជ្ជមាននៅក្នុងខ្លួនរបស់គាត់តែនៅពេលដែលយើងធ្វើការសរសើរគាត់ភ្លាមចាំបាច់តម្រូវឲ្យឪពុកម្ដាយគួរតែត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលានៅក្នុងការដែលផ្ដល់ការសរសើរដល់គាត់នៅពេលដែលគាត់ធ្វើអ្វីបានល្អវាប្រហែលជាអាចលំបាកបន្តិចសម្រាប់អ្នកប៉ុន្តែខ្ញុំជឿថាការដែលលោកអ្នកចំណាយពេលវេលាពិតជាមានតម្លៃតោះឥឡូវយើងមកនិយាយពីគោលការណ៍ទី3ម្ដងអ្នកដែលជាឪពុកម្ដាយគប្បីគួរតែធ្វើការលើកទឹកចិត្តកូនរបស់ខ្លួននៅពេលដែលពួកគាត់ធ្វើការផ្លាស់ប្ដូរជាលក្ខណៈវិជ្ជមានបើទោះបីជាការផ្លាស់ប្ដូរនោះមានលក្ខណៈតិចតួចក៏ដោយយើងជាមនុស្សធំមិនគួររងចាំផ្ដល់រង្វាន់ឲ្យធំឲ្យដល់គាត់នៅពេលណាដែលគាត់ធ្វើសម្រេចគោលដៅពេញលេញនោះទេ
ការផ្ដល់រង្វាន់គួរតែធ្វើជាប់ជាប្រចាំនៅពេលដែលគាត់ធ្វើបានអ្វីល្អព្រោះថាវានឹងជួយជំរុញលើកទឹកចិត្តឲ្យគាត់បន្តធ្វើសកម្មភាពនោះបន្តទៅទៀតដើម្បីប្រែក្លាយវាឲ្យទៅជាទម្លាប់ពេញលេញរបស់គាត់ជាឧទាហរណ៍នៅពេលដែលយើងចង់ឲ្យកូនរៀបចំទុកដាក់ប្រដាប់ប្រដាក្មេងលេងគាត់វិញបន្ទាប់ពីគាត់លេងរួចដូចនេះនៅពេលដែលគាត់បានរៀបចំរបស់នោះទោះបីជាទូចមួយក៏ដោយក៏យើងជាឪពុកម្ដាយគួរតែសរសើរគាត់ផងដែរមិនមែនតើតែគាត់រៀបចំអីវ៉ាន់គាត់លេងអស់ទើបយើងសរសើរនោះទេប្រសិនបើគាត់អាចរៀបបានតុក្កតាមួយក្នុងចំណោមតុក្កតាជាច្រើនឬក៏នេះយើងក៏គួរតែសរសើរនៅកិច្ចខិតខំប្រឹងប្រែងរបស់គាត់ឬក៏តើតែគាត់រៀបចំរបស់របរនោះដោយមិនមានការមើលពីពួកយើងទើបចាត់ទុកថាជាសកម្មភាពដែលយើងគួរផ្ដល់រង្វាន់ដូចនេះហើយជាកុមារគាត់មិនធ្វើការផ្លាស់ប្ដូរភ្លាមនោះទេអញ្ចឹងជាថ្មីម្ដងទៀតចាំថានៅពេលដែលគាត់ធ្វើការផ្លាស់ប្ដូរតូចណាមួយជាលក្ខណៈវិជ្ជមានគួរតែផ្ដល់ឲ្យរង្វាន់ឲ្យគាត់ភ្លាមហើយបើអាចបានគឺពិព័រណ៍នាមពីសកម្មភាពល្អទាំងអស់នោះផងដែរហើយសូមកុំរងចាំផ្ដល់រង្វាន់ធំពេកទៅដល់គាត់រង្វាន់អាចជាលក្ខណៈទូចសិនគាត់បានដែរជាការសរសើរជាការអោបជាការប៉ះជាការលើកមេដៃអ្វីងាយដែលគាត់ចូលចិត្តយើងមកជជែកអំពីគោលការណ៍ចុងក្រោយនៃការផ្ដល់រង្វាន់ម្ដងគឺយើងផ្ដោតនៅការផ្ដល់រង្វាន់តែសកម្មភាពណាដែលកុមារធ្វើល្អតែប៉ុណ្ណោះដោយមិនមែនគ្រប់សកម្មភាពទាំងអស់យើងជាឪពុកម្ដាយសុទ្ធតែសរសើរគ្រប់ពេលវេលាទៅដល់ពួកគាត់ធ្វើនោះទេការផ្ដល់រង្វាន់និងការសរសើរគឺយើងធ្វើឡើងនៅពេលណាដែលគាត់បានធ្វើសកម្មភាពណាមួយដែលយើងចង់បានការធ្វើបែបនេះគឺជៀសវាងកុំឲ្យកុមារមានភាពច្របូកច្របល់មិនដឹងថាសកម្មភាពមួយណាគួរធ្វើឬក៏សកម្មភាពមួយណាមិនគួរធ្វើឧទាហរណ៍ដូចជាការដែលរៀបចំអីវ៉ាន់ក្មេងលេងដែលគាត់បានរីបាយផងដែរបើសិនបើគាត់រើសនៅអីវ៉ាន់ទាំងអស់នោះទុកយើងធ្វើការសរសើរគាត់តែបើសិនជាគាត់មិនបានធ្វើអ្វីសោះដូច្នេះឪពុកម្ដាយមិនគួរធ្វើការសរសើរគាត់នោះទេយើងអាចនិយាយប្រាប់គាត់ថាគាត់គួរតែរៀបចំវត្ថុលេងទាំងអស់នោះឲ្យបានទាំងអស់ឬតែប្រសើរថែមទៀតដូចនេះយើងត្រូវចាំថាបើសិនបើគាត់ធ្វើបានល្អយើងនឹងធ្វើការផ្ដល់រង្វាន់ឬក៏សរសើរភ្លាមតែបើសិនជាគាត់ធ្វើសកម្មភាពណាមិនល្អសូមកុំចាប់អារម្មណ៍លើសកម្មភាពទាំងនោះហើយបន្តសង្កេតនិងចូលរួមជាមួយនឹងគាត់បន្តទៀតយើងផ្ដោតទៅលើសកម្មភាពល្អច្រើនជាងសកម្មភាពមិនល្អរបស់គាត់ដែលនេះគួរតែអ្នកជាឪពុកម្ដាយដឹងអំពីជំនាញដែលយើងសង្កេតតាំងពីលើកមុនមកហើយដូចនេះការប្រើប្រាស់គោលការណ៍ទាំង4នេះនឹងជួយជំរុញឲ្យការផ្ដល់រង្វាន់របស់អ្នកកាន់តែមានប្រសិទ្ធភាពដែលអនុញ្ញាតឲ្យកុមារបន្តធ្វើសកម្មភាពល្អឬក៏សកម្មភាពទាំងឡាយណាដែលអ្នកជាឪពុកម្ដាយចង់បានបន្តទៅទៀតថែទោះជាយ៉ាងណាក៏ដោយអ្នកគួរតែពិចារណាផងដែរថាតើគួរតែផ្ដល់រង្វាន់អ្វីដល់កូនរបស់ខ្លួនហើយគួរតែធ្វើតាមរបៀបណាពីព្រោះថាកុមារម្នាក់មានចរិតលក្ខណៈផ្សេងពីគ្នាដែលតម្រូវឲ្យអ្នកជាឪពុកម្ដាយប្រើប្រាស់របៀបផ្សេងពីគ្នាឲ្យសមស្របតាមចរិតលក្ខណៈរបស់កូនខ្លួនលោកអ្នកអាចចំណាយពេលបន្តិចនៅក្នុងការគិតអំពីរបៀបដែលលោកអ្នកអាចផ្ដល់រង្វាន់ដល់គាត់បាទថ្ងៃនេះលោកអ្នកបានដឹងអំពីជំនាញមួយបន្ថែមទៀតអំពីរបៀបចាំបីបាច់កូនដោយវិជ្ជមានដែលលើសពីជំនាញទី1ដែលជាជំនាញនៃការចូលរួមជំនាញទី1តម្រូវឲ្យអ្នកចំណាយពេលវេលាពិពណ៌នាមពីសកម្មភាពរបស់កុមារក៏ដូចជាចូលរួមសកម្មភាពជាមួយនឹងគាត់យ៉ាងហោចណាស់20នាទីក្នុងមួយថ្ងៃហើយចំណែកឯជំនាញនៃការផ្ដល់រង្វាន់គឺបំពេញបន្ថែមទៀតនៅជំនាញដំបូងដែលលោកអ្នកបានរៀនពីអេពីសូតមុនរាល់ពេលដែលកុមារធ្វើសកម្មភាពណាមួយបានល្អប្រសើរលោកអ្នកគួរតែផ្ដល់ការសរសើរឬក៏ការលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់បន្តសកម្មភាពដែលគាត់គួរតែធ្វើបន្តទៅទៀតហើយចាំថាដើម្បីឲ្យការផ្ដល់រង្វាន់របស់អ្នកកាន់តែមានប្រសិទ្ធភាពសូមគោរពនៅគោលការណ៍4សំខាន់ទី1គឺពិពណ៌នាមពីសកម្មភាពល្អដែលកុមារបានធ្វើទី2គឺផ្ដល់រង្វាន់ភ្លាមនៅពេលដែលកុមារធ្វើអ្វីបានល្អទី3ពេលដែលកុមារធ្វើសកម្មភាពល្អទោះបីជាតូចយើងក៏គួរតែផ្ដល់រង្វាន់សមស្របទៅដល់គាត់ផងដែរហើយចុងក្រោយទី4គឺផ្ដល់រង្វាន់ដល់កុមារតែសកម្មភាពណាដែលគាត់ធ្វើបានល្អប៉ុណ្ណោះនេះជាជំនាញនៃការផ្ដល់រង្វាន់ដែលមានសរសេរនៅក្នុងសៀវភៅរបៀបចាំបីបាច់កូនដោយវិជ្ជមានខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងអាចឲ្យលោកអ្នករៀនបានជំនាញថ្មីមួយទៀតអំពីរបៀបអប់រំកូនឲ្យកាន់តែមានប្រសិទ្ធភាព
សូមលោកអ្នកចងចាំថាជំនាញទាំងអស់នេះតម្រូវឲ្យយើងជាពុកម្ដាយត្រូវតែធ្វើការសម្របសម្រួលនៅជំនាញទាំងនោះឲ្យសមស្របជាមួយនឹងស្ថានភាពកូនៗរបស់អ្នកមិនអាចយកជំនាញទាំងអស់នេះឲ្យដូចទាំងស្រុងពីមេរៀនក្នុងសៀវភៅនោះទេសង្ឃឹមថាវាជាចំណេះដឹងដ៏មានប្រយោជន៍មួយសម្រាប់អ្នកទាំងអស់គ្នាហើយចាំថាការប្រើប្រាស់កម្លាំងបាយក្នុងការអប់រំកូនមិនមែនជាវិធីសាស្ត្រតែមួយមុខក្នុងការចិញ្ចឹមបីបាច់កូនទេមានវិធីសាស្ត្រចិញ្ចឹមបីបាច់កូនផ្សេងៗទៀតជាច្រើនដែលអ្នកអាចប្រើប្រាស់បានហើយមានប្រសិទ្ធភាពដូចនឹងលើសនៅការប្រើប្រាស់កម្លាំងបាយថែមទៀតផងខ្ញុំរំលឹកម្ដងទៀតថាការចិញ្ចឹមកូនឲ្យបានល្អគឺដូចជាការវិនិយោគមួយរយៈពេលវែងផងដែរវាតម្រូវឲ្យលោកអ្នកធ្វើការអំណត់ក៏ដូចជារងចាំដើម្បីទទួលបានផលពីការវិនិយោគរបស់លោកអ្នកតែខ្ញុំហ៊ានធានាថាការរងចាំរបស់លោកអ្នកពិតជាមានតម្លៃនៅពេលដែលលោកអ្នកមិនប្រើកម្លាំងបាយនៅក្នុងការអប់រំកូនខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលវេលារបស់លោកអ្នករហូតមកដល់ទីបញ្ចប់នេះខ្ញុំសង្ឃឹមថានឹងមានការចែករំលែកនៅបទពិសោធន៍ល្អៗរបស់លោកអ្នកបន្ថែមទៀតនៅក្នុង comment ហើយប្រសិនបើលោកអ្នកមានសំណួរក៏អាចសរសេរបានផងដែរខ្ញុំនឹងព្យាយាមឆ្លើយតបទៅតាមអ្វីដែលខ្ញុំបានចេះនិងបទពិសោធន៍ផ្ទាល់ខ្លួនជាពិសេសបើសិនជាលោកអ្នកចូលចិត្តវីដេអូនេះសូមចុច like មួយដើម្បីឲ្យ YouTube រុញវីដេអូប្រភេទនេះទៅកាន់អ្នកដទៃផ្សេងទៀតដើម្បីឲ្យពួកគាត់មានចំណេះដឹងនៅក្នុងការចិញ្ចឹមបីបាច់កូនដោយមិនប្រើហិង្សាផងដែរបាទសូមអរគុណហើយសូមជម្រាបលា